តាំងពីបងនេះបានជាបាលអ្នកជំងឺនឹងជួយដល់អំពើអមស្រីរបស់គាត់ហើយនឹងអ្នកដែលមកពឹងពាក់គាត់កន្លងមកឃើញថាមួយរយៈក្រោយនេះគាត់គឺមានការរវល់ច្រើនណាស់ដោយសារតែដំណឹងដែលគាត់បានជាបាលនឹងជួយដល់អំពើគេនោះគឺគេបានសំប្រកបហើយបានជាត្រឡប់ទៅជួបជុំក្រុមគ្រួសារគេវិញធ្វើឲ្យគេសប្បាយចិត្តជាខ្លាំងហើយអ្នកជំងឺដែលគាត់ជាបាលជាពេលពួកគេត្រឡប់ទៅវិញគឺតែងតែយកដំណឹងនេះយកទៅនិយាយប្រាប់តគ្នាចំពោះអ្នកដែលមានបញ្ហាត្រូវអំពើឬមួយមានជំងឺផ្សេងដែលពាក់ព័ន្ធជាមួយនឹងភ្លើងងឹតនេះជាដើមដោយនិយាយថាគ្រូដែលពួកគេទៅមើលនេះគឺពិតជាពូកែអាចព្យាបាលនឹងដោះអំពើបានអញ្ចឹងហើយគាត់ទាំងពីរនាក់មិនសូវបានមានពេលសម្រាប់គ្រប់គ្រាន់ដូចមុនឡើយដោយលោកអ៊ំយ៉នគាត់ត្រូវព្យាបាលអ្នកជំងឺដោះអំពើពេលខ្លះគាត់ក៏ត្រូវទៅព្រៃដើម្បីរកឬឈើឬក៏ស្លឹករុក្ខជាតិផ្សេងមកផ្សំថ្នាំដែលទុកឲ្យបងនេះជាអ្នកធ្វើការដោះអំពើឬមួយក៏ព្យាបាលអ្នកជំងឺជំនួសគាត់វិញពេលខ្លះក៏បងនេះជាអ្នករកថ្នាំនៅក្នុងព្រៃវិញម្ដងគឺបែងចែកការងារធ្វើគឺរវល់មែនទែនហើយក្រឡេកមកមើលផ្ទះលោកអ៊ំយ៉ននៅពេលនេះគេបានឃើញប្តីប្រពន្ធពីរនាក់កំពុងតែដើរសម្ដៅមកផ្ទះគាត់ដោយទឹកមុខមិនសប្បាយចិត្តគឺកំពុងតែមានទុក្ខព្រួយនឹងរឿងអ្វីម្យ៉ាងពួកគាត់មកដល់គាត់ក៏លើកដៃជម្រាបសួរលោកអ៊ំយ៉នជាធម្មតាហើយលោកអ៊ំយ៉នក៏បានប្រាប់ឲ្យពួកគេអង្គុយចុះហើយបានសួរនាំថាមានរឿងអីទាំងពីរនាក់ហ្នឹងបានជាមើលទៅដូចជាភ័យស្លន់ស្លោនិងមិនសប្បាយចិត្តសោះខាងប្តីក៏បានរៀបរាប់ដែរថាខ្ញុំសុំមកពឹងលោកអ៊ំឲ្យជួយដោយសារតែកូនប្រុសរបស់ខ្ញុំនោះគឺវាមានអាការៈប្លែកដូចជាខ្មោចចូលមិនដឹងទេហើយវាចេះតែត្អូញឈឺពេលយប់ឡើងវាមិនព្រមដេកមិនព្រមអីសោះមិនដឹងថាវាយ៉ាងម៉េចនៅក្នុងខ្លួននោះទេខ្ញុំរាល់ថ្ងៃនេះអាណិតកូនប្រសាខ្ញុំណាគ្នាមិនបានដេកពួនទេគឺដោយសារតែប្តីចេះតែភ្ញាក់កណ្ដាលយប់ហើយស្រែកហើយនិយាយម្នាក់ឯងមិនដឹងជារឿងស្អីខ្លះទេមើលទៅគ្នាជាស្រីផងធ្វើការងារផ្ទះពេលថ្ងៃពេលយប់ឡើងមិនបានដេកមិនបានពួនគ្រប់គ្រាន់ទៀតខ្ញុំពិតជាអាណិតពួកគេណាពេលនោះលោកអ៊ំយ៉នក៏បានសួរទៅប្តីប្រពន្ធទាំងពីរនាក់ថាឥឡូវប្រាប់ឈ្មោះគេទាំងពីរនាក់ប្តីប្រពន្ធមកហើយប្រពន្ធរបស់គេក៏បានឆ្លើយតបទៅកាន់លោកអ៊ំយ៉នថាកូនប្រុសរបស់ខ្ញុំគឺឈ្មោះអាណាងចំណែកឯប្រពន្ធរបស់វាគឺឈ្មោះសីតីពេលដែលលោកអ៊ំយ៉នបានដឹងឈ្មោះប្តីប្រពន្ធទាំងពីរនាក់នោះហើយគាត់ក៏បានរាប់ដៃមើលនិងបិទភ្នែកសំចឹងមួយសន្ទុះរួចគាត់ក៏បើកភ្នែកឡើងមកវិញបន្ទាប់មកក៏សួរទៅកាន់ប្តីប្រពន្ធពីរនាក់នោះថាតើកន្លងមកគ្រួសាររបស់ពួកឯងនឹងមានបានទៅពាក់ព័ន្ធឬមានចំនួនជាមួយអាណាឬក៏អត់ឬមួយក៏កូនចៅនឹងជាកូនបង្កើតឬកូនប្រសានេះបានទៅពាក់ព័ន្ធអីជាមួយនឹងអ្នកផ្សេងឬមានចំនួនអ្វីផ្សេងរឿងផ្សេងចម្រូងចម្រាសគ្នាជាមួយអ្នកដទៃដែរឬក៏អត់ឃ្លាមនោះប្រពន្ធរបស់គេបានឆ្លើយតបទៅកាន់លោកអ៊ំយ៉នថាមានអ៊ំជាងមួយខែមុននោះគឺគ្រួសាររបស់ខ្ញុំបានមានទំនាស់រឿងដីស្រែជាមួយនឹងអ្នកនៅជិតខាងគ្នាដោយសារតែកន្លងមកនោះគាត់ចេះតែលើកភ្លឺស្រែចូលមកក្នុងដីខ្ញុំរហូតប៉ុន្តែខ្ញុំមិនដែលមកបណ្ដាយកនោះទេព្រោះនឹកឃើញថាដីចូលមកទឹកពីទឹកវាមិនអីទេក៏ប៉ុន្តែមករយៈក្រោយនេះពេលដែលខ្ញុំទៅស្រែឃើញថាភ្លឺស្រែដែលគាត់លើកនៅខាងនោះគឺតែងតែចូលដីខ្ញុំហើយមិនមែនចូលតិចដូចមុននោះទេគឺវាចូលសឹងតែកន្លះម៉ែត្រទៅហើយលោកគ្រូពេលនោះខ្ញុំក៏បានសួរនាំថាមិនក៏បងលើកភ្លឺស្រែមិនលើកឲ្យស្មើព្រំដីទៅហើយមិនក៏លើកមកចូលខាងដីខ្ញុំអញ្ចឹងពេលនោះគាត់ទៅជែកយកតែឈ្នះគាត់ថាកាលវាស់លើកមុនគឺដីវាត្រូវលើកភ្លឺស្រែត្រឹមហ្នឹងហើយក៏មានរឿងចម្រូងចម្រាសគ្នាថាបើលើកត្រឹមហ្នឹងមែនគឺវាចូលនៅក្នុងដីរបស់ខ្ញុំច្រើនណាបងគឺវាចូលជិតកន្លះម៉ែត្រទៅហើយលោកអ៊ំយ៉នក៏បានសួរទៅកាន់ប្តីប្រពន្ធនោះថាចុះក្រែងអាញាធរចុះវាស់រួចព្រមព្រៀងគ្នាគេបោះបង្គោលកំណត់ព្រំមិនទៅមើលបង្គោលនឹងទៅប្រពន្ធរបស់គេឆ្លើយតបយ៉ាងលឿនថាមើលយ៉ាងម៉េចលោកអ៊ំបើសំបីតែបង្គោលព្រំក៏គាត់រំកិលដែរហ្នឹងហើយមុននឹងទៅជែកនោះ
ក៏មានសាក់សីមានអ្នកចិត្តខាងរបស់ខ្ញុំទៅពេលវាស់នឹងដែរហើយអ្នកចិត្តខាងរបស់ខ្ញុំក៏ទៅមើលឃើញថាខាងគេនោះក៏បង្ខិតបង្គោលព្រំដែរទើបវាមានរឿងទៅជែកគ្នានឹងណាអ៊ំពេលនោះប្តីរបស់គេក៏បានសួរមកកាន់លោកអ៊ំយ៉នថាតើវាមានរឿងពាក់ព័ន្ធអីមែនទេអ៊ំបានជាអ៊ំសួររោគឬរោគគុលរឿងហេតុដូច្នេះលោកអ៊ំយ៉នក៏ដកដង្ហើមធំហើយឆ្លើយថាខ្ញុំសួរដោយសារតែអាការៈរបស់កូនប្អូនឯងគឺត្រូវអំពើរបស់គេទើបខ្ញុំសួររកដើមហេតុថាមានឆ្លោះជាមួយនរណាឬក៏អត់ហើយអារឿងដែលគាត់មិនបានដេកពេលយប់ហើយចេះតែស្រែកនោះគឺជាអំពើរបស់គេដែលគេធ្វើមកនោះណាគឺគេធ្វើបន្លាចឲ្យឃើញព្រាយឃើញនេះឃើញនោះហើយគេថែមទាំងធ្វើអំពើលើរាងកាយធ្វើឲ្យឈឺចុកចាប់កន្លែងដែលគេចង់ឲ្យឈឺគឺគេយកមកជុលចាក់នៅកន្លែងនោះគឺវានឹងឈឺនៅកន្លែងនោះហើយបានលឺលោកអ៊ំយ៉ននិយាយអញ្ចឹងពេលនោះប្តីរបស់គេស្រាប់តែប្រែទឹកមុខហាក់ដូចជាមានកំហឹងយ៉ាងខ្លាំងហើយមិនដឹងថាគិតអ្វីនៅក្នុងចិត្តខ្លះនោះទេលោកអ៊ំយ៉នដែលឃើញសភាពទឹកមុខគេមិនស្រួលក៏និយាយសម្រួលថាកុំគិតអីផ្ដេសផ្ដាសបើគេធ្វើមកលើយើងអាចដោះស្រាយបានក៏ដោះស្រាយទៅដោះស្រាយតាមផ្លូវច្បាប់បានក៏ដោះស្រាយទៅហើយបើគេលេងធ្វើអំពើផ្លូវល្ងឹតអញ្ចឹងគឺដោះស្រាយតាមអំពើផ្លូវល្ងឹតទៅសំខាន់គឺយើងកុំទៅប្រើហិង្សាព្រោះថាយើងមានប្រពន្ធមានកូនពេលដែលយើងប្រើហិង្សាគឺវាមិនចំណេញអ្វីនោះទេវាបានតែខូចបង់គេឈ្មោះខាតពេលវេលារស់ស៊ីនិងគំនុំមិនចេះចប់រវាងគ្នានឹងគ្នាតែប៉ុណ្្នឹងឯងហើយមិនអីទេរឿងបញ្ហានេះចាំអ៊ំជួយដោះស្រាយចាំអ៊ំជួយព្យាបាលកូនរបស់ឯងចុះក៏ប៉ុន្តែកុំទៅធ្វើអីគេឲ្យសោះពេលនោះបរិសម្នាក់នោះក៏ឆ្លើយតបខ្ញុំខឹងណាអ៊ំខ្ញុំខឹងឡើងញ័រសាច់ហើយនេះមិនគួរណាវិហានធ្វើដល់ថ្នាក់នឹងសោះចំនួនព្រំដីសម្រួលគ្នាបានមនុស្សដូចគ្នាសោះនិយាយភាសាតែមួយពូជសាសតែមួយមិនក៏វាប្រើមធ្យោបាយអញ្ចឹងហើយជាអ្នកស្រុកភូមិធ្លាប់រាប់អានគ្នាទៀតមិនគួរណាវាធ្វើដល់ថ្នាក់នេះសោះភ្លាមនោះប្រពន្ធរបស់គេក៏បានឆ្លើយទៅកាន់ប្តីហើយឯងហើយមនុស្សតែវាលោភលន់មនុស្សតែចូលចិត្តខ្សែលឺគេគឺវាមិនសុខចិត្តចាញ់គេមិនសុខចិត្តនៅក្រោមគេនោះទេខ្ញុំក៏ឆ្ងល់ដែរត្រឹមតែមករស់សោះរស់ស៊ីរៀងខ្លួនទៅអ្នកណារកអីបានក៏រត់នឹងទៅធ្វើមើលថាអាការចំណាយឈ្នានេះគេកឹបកេងគេកេងប្រវាញ់គេនឹងទោះបីជាវាបានទ្រសម្បត្តិនៅពេលបច្ចុប្បន្នមានលុយចាយមានមុខមាត់ក្នុងពេលបច្ចុប្បន្នមែនក៏ប៉ុន្តែធៀបពិតពេលដែលគេដឹងរឿងគឺវាថោកទាបគឺវាគួរឲ្យស្អប់ហើយទ្រព្យទាំងអស់នោះក៏ជាទ្រព្យក្តៅក្រហាយជាទ្រព្យចម្ពាក់កម្មចម្ពាក់ពីគ្នាទៀតហើយខំណាស់អារឿងកឹបកេងប្រវាញ់ស៊ីលើកម្លាំងញើសឈាមគេធ្វើដូចងាប់ទៅយកទៅជាមួយបានអញ្ចឹងលោកអ៊ំយ៉នញញឹមតិចហើយក៏ឆ្លើយទៅកាន់ពួកគេថា1មនុស្សតើមានសេចក្តីលោភដឹកមុខហើយអាការត្រេះរិះក្នុងហេតុផលត្រឹមត្រូវជាមនុស្សនឹងគឺវាបាត់ហើយគឺក្នុងខួរក្បាលរបស់គេគឺឃើញតែភាពចំណេញឃើញតែលឺគេតែប៉ុណ្ណោះទេណាហើយចុះរឿងកូនរបស់ឯងទាំងពីរនេះចាំយកមកផ្ទះអ៊ំនឹងជាបាលឲ្យពេលនោះប្តីរបស់គេក៏សួរចុះលោកអ៊ំមិនអញ្ជើញទៅជាមួយខ្ញុំទៅព្យាបាលជំងឺនៅផ្ទះខ្ញុំទេអីលោកអ៊ំយ៉នសើចហើយក៏និយាយថាអ្នកដែលគេដាក់អំពើកូនរបស់ឯងគឺជាអ្នកស្រុកភូមិជាមួយគ្នាដូច្នេះហើយគេតាមដានគ្រប់ទង្វើសកម្មភាពរបស់ឯងថាឯងទៅណាខ្លះធ្វើអីខ្លះទៅរកគ្រូណាដើម្បីព្យាបាលកូនគេហើយបើឲ្យអ៊ំទៅជួយព្យាបាលកូនរបស់ឯងដល់ផ្ទះនោះគឺមិនដូចជាប្រាប់គេថាឯងកំពុងតែរកគ្រូមកដោះអំពើកូនរបស់ឯងទេអីអញ្ចឹងហើយគេនៅតែធ្វើបន្ថែមរហូតនឹងមូលហេតុនេះហើយទើបអ៊ំប្រាប់ឲ្យពួកឯងយកគេមកស្នាក់នៅផ្ទះអ៊ំហើយព្យាបាលជំងឺមកចាំដល់ពេលរឿងចប់សពគ្រប់ព្យាបាលជាហើយចាំត្រឡប់ទៅផ្ទះវិញចុះហើយអំឡុងពេលដែលយកកូនរបស់ឯងមកព្យាបាលជំងឺនៅផ្ទះអ៊ំនេះក៏កុំឲ្យអ្នកណាដឹងឲ្យសោះគឺបើគេសួរឯងរវល់ថាចុះទៅខេត្តនេះខេត្តនោះឬមួយក៏បំពេញការងារអីផ្សេងទៅដើម្បីកុំឲ្យខាងគេនោះគេចាប់អារម្មណ៍ហើយចាំបន្ថែមអំពើលើកូនរបស់ឯងនិយាយប៉ុណ្ណឹងប្តីប្រពន្ធគេពីរនាក់នោះក៏យល់រួចក៏និយាយថាខ្ញុំយល់ហើយអញ្ចឹងខ្ញុំគិតសុំជម្រាបលាលោកអ៊ំសិនហើយចាំខ្ញុំទៅនាំកូនខ្ញុំមក
បើមិនស្អែកឬខានស្អែកខ្ញុំនឹងនាំគេមកព្យាបាលនៅផ្ទះលោកអ៊ំអរគុណលោកអ៊ំច្រើនដែលបានជួយលោកអ៊ំយ៉នក៏និយាយទៅកាន់ពួកគេមិនអីទេសុខសប្បាយតាមផ្លូវចុះពេលប្តីប្រពន្ធទាំងពីរនាក់នោះចេញទៅបាត់លោកអ៊ំយ៉នក៏បានចាក់តែមួយកូនពេងដែលគាត់ឆុងទុករាល់ព្រឹកនោះយកមកពិសារួចគាត់ក៏បានសិញ្ជឹងគិតក្នុងពេលនោះដែរបងនេះក៏បានត្រឡប់មកពីរកថ្នាំវិញហើយក៏បានសួរគាត់ថាខ្ញុំឃើញមនុស្សពីរនាក់ប្រុសនិងស្រីនឹងគេទៅតែចេញពីផ្ទះយើងមិញតែគេមានរឿងអីមែនលោកអ៊ំយ៉នក៏បានឆ្លើយគេមកពឹងឲ្យជួយដោះអំពើកូនគេហើយគ្មានរឿងអីទេគឺអារឿងទំនាស់ព្រំដីហ្នឹងណាគិតទៅមនុស្សរឿងល្មមមិនស្រួលមិនដោះស្រាយគ្នាទេចូលចិត្តណាស់ធ្វើតែអារឿងអញ្ចឹងនិយាយរួចគាត់ក៏បានសួរទៅកាន់បងនេះថាមិនហើយរកថ្នាំបានច្រើនទេបងនេះគាត់ញញឹមហើយនិយាយថាច្រើនតើពុកគឺល្មមយកមកប្រើប្រាស់បានច្រើនខែដែរប៉ុន្តែរុក្ខជាតិខ្លះវាដូចជាពិបាករកបន្តិចលោកអ៊ំយ៉នញញឹមតិចតិចហើយក៏និយាយថាវាមិនងាយស្រួលទេអញ្ចឹងហើយគឺបើយើងធ្វើការងារថ្មីច្រើនគឺយើងទទួលបានបទពិសោធន៍ថ្មីច្រើនដូចគ្នានេះទើបតែជាចំណែកតូចមួយដំបូងដែលឯងចាប់ដើមប្រឡូកដើម្បីជួយដោះស្រាយបញ្ហាអ្នកស្រុកអ្នកភូមិទេណាកំពុងតែនិយាយគ្នាសុកស្រាប់តែមានសម្លេងបរិសុទ្ធចំណាស់ម្នាក់បានហៅមកកាន់លោកអ៊ំយ៉នថាយ៉នពេលនោះលោកអ៊ំយ៉នក៏បានកលេចមើលទៅរបងផ្ទះខាងមុខក៏ឃើញថានោះគឺជាលោកអ៊ំសៀនគាត់សប្បាយចិត្តណាស់ហើយក៏ស្ទុះទៅបើកទ្វាររបងនៅមុខផ្ទះហើយក៏សួរនាំលោកអ៊ំសៀនថាហើយឯងចេញពីស្រុកមកម៉ោងប្រហែលបានជាម៉ោង9ជាង10បានមកដល់ផ្ទះអញទៅហើយមកចូលមកក្នុងសិនមកពេលចូលមកដល់ក្រោមផ្ទះលោកអ៊ំយ៉នក៏បានសួរទៅលោកអ៊ំសៀនថាហើយមកឆ្លៀតដាក់ស្អីមកហ្នឹងសពីងសពូងហ្នឹងលោកអ៊ំសៀនក៏និយាយថាគ្មានអីទេគឺមើមដលងជីគូហើយនឹងឆ្លៀតផ្ញើខ្នោឲ្យឯស៊ីខ្លះហ្នឹងណាគេគីឡូថាស្រុកភូមិបោះហើយនឹងវាពិបាករកខ្នោស៊ីគឺគាត់និយាយបែបដូច្នេះគឺពឹងអាប់គ្នាលេងគឺក្នុងភាសាលេងសើចនោះទេលោកអ៊ំយ៉នក៏សើចថាញ៉ៃចេះគិតគូមិត្តភ័ក្ដិដល់ហើយអរគុណហើយដែលបានយកមកនោះលោកអ៊ំសៀនក៏និយាយថាគុណស្រ័យអីពេលនោះគាត់ក៏បានមើលមុខបងនេះហើយនិយាយថាមិនហឹកក្មួយសុខសប្បាយទេអីបងនេះក៏ញញឹមហើយនិយាយថាអត់អីទេអ៊ំសុខសប្បាយធម្មតាទេលោកអ៊ំយ៉នក៏គាត់និយាយថាដឹងហើយមើលទៅតែឃើញមុខអញមកគឺប្រកាសជាមានការងារធ្វើថ្មីទៀតហើយបងនេះគាត់មិនបាននិយាយអ្វីដែរគាត់បានត្រឹមតែឆ្លើយបាទហើយលោកអ៊ំយ៉នក៏និយាយថាប្រហែលហើយមើលទៅមិនមែននឹករលឹកអញទេប្រហែលជាមានរវល់អីត្រូវពឹងពេកហើយបានមករកអញនោះលោកអ៊ំយ៉នក៏ឆ្លើយតបវាមែនហ្នឹងហើយគឺវាមានការដែលត្រូវពឹងពេកឯងហ្នឹងហើយណាគឺវាអញ្ចេះទេរឿងក្មួយខាងប្រពន្ធអញហ្នឹងណាអញនិយាយទៅដូចជាមិនសូវចូលចិត្តចរិតក្មេងនឹងសោះគឺចរិតវានឹងគឺចូលចិត្តអួតដូចមានតែឯងការងារប្រពន្ធនឹងក៏មិនសូវចេះជួយធ្វើមួយថ្ងៃជុំគ្នាផឹកស៊ីមិនដឹងជានិយាយស្អីខ្លះទេក៏ប៉ុន្តែតាមដែលអញដឹងមកអ្នកដែលផឹកស៊ីជាមួយវាឬក៏អ្នកដែលស្គាល់ចរិតវាគេនិយាយគ្រប់តែគ្នាថាវាមិនសូវជាចេះជឿអបិយជំនឿឬមួយក៏សំដីចូលចិត្តតែនិយាយអ្វីដែលធ្វើឲ្យគេនឹងឆ្អើមនឹងចរិតរបស់វាហើយអញនឹងបកុំទៅយល់មុខក្មួយអញទេអញមិនស្កាត់មកឆ្ងាយយ៉ាងនឹងដើម្បីមកពឹងពាក់ទេចង់បដ ாய் វាឲ្យវាទៅងាប់ឯណាងាប់ទៅលោកអ៊ំយ៉នឮអញ្ចឹងគាត់ហួចចិត្តហើយក៏សើចរួចនិយាយថាចិត្តត្រជាក់សិនទៅអាម៉ាក់ហើយដំណើរដើមតងរឿងនឹងវាយ៉ាងម៉េចលោកអ៊ំយ៉នក៏និយាយថារឿងហេតុស៊ីជំរឿនឹងអញដូចជាមិនសូវដឹងច្បាស់នេះទេតែអញឮថាវាមួយថ្ងៃនឹងគិតតែប្រផឹកមិនជួយធ្វើការប្រពន្ធធ្វើឲ្យប្រពន្ធរបស់វានឹងខឹងយ៉ាងខ្លាំងហើយខាងឪពុកក្មេងម្ដាយក្មេកនឹងក៏ស្ដីឲ្យវាខ្លាំងដែរប្រហែលជាវាខ្មាស់ខ្លួនមិនដឹងក៏បានស៊ើបសួររកការងារធ្វើហើយវាមានពួកម៉ាក់របស់វាគឺរកស៊ីកាប់ព្រៃឲ្យគេពេលហ្នឹងអញឮថាវាក៏សម្រាប់ចិត្តទៅរកស៊ីកាប់ព្រៃជាមួយនឹងមិត្តភ័ក្តិរបស់វាដែរគឺនៅឯខាងខេត្តពោធិ៍សាត់ឯនោះហើយថាខុសមាត់ខុសកយ៉ាងម៉េចទេឥឡូវនេះមកមើលដូចមនុស្សឈួតរបៀបដូចជាត្រូវអំពើគេមិនដឹងអញមិនសូវដឹងរឿងនេះទេអញ្ចឹងហើយទើបអញមកផ្ទះឯងនេះមកសុំពឹងទៅឲ្យឯងនឹងទៅជួយដោះស្រាយបញ្ហាទៅជួយមើលវាបន្តិចទៅលោកអ៊ំយ៉នក៏បានឆ្លើយទៅកាន់អ៊ំសៀនថា
បើតាមឲ្យរៀបរាប់ពីអតចរិតក្មេងនឹងមកក៏ដូចជាមិនសូវត្រូវធៀបគ្នាជាមួយអញដែរលោកអ៊ំសៀនក៏និយាយទៅវិញថាហើយយល់ដល់អញជាពួកម៉ាក់ឯងផងអញខំស្កាត់មកពីឆ្ងាយមកពឹងពាក់អារឿងមិនចូលចិត្តចរិតវានឹងគឺមិនចូលចិត្តហើយអញក៏ដឹងថាមនុស្សហើយនឹងមិនចូលចិត្តចរិតក្មេងអញ្ចឹងដែរតែក្មួយវាពឹងទៅហើយអញធ្វើម៉េចហើយណាមួយឲ្យយល់ដល់មុតភ័ក្រយល់ដល់មុខអញផងទៅជួយគ្នាផងទៅលោកអ៊ំយ៉នគាត់និយាយថាចុះអញមានថាអញមិនទៅជួយឯណាគ្រាន់តែអញមិនពេញចិត្តចរិតក្មេងនឹងតែមករយៈនេះគឺអញរវល់ព្យាបាលជំងឺបន្តិចទៀតគឺអញទៅជួយដោះអំពើក្មេងដែលគេត្រូវអំពើនៅភូមិក្បែរគ្នានេះដែរអញមិនបានទៅផ្ទាល់នោះទេអញ្ចឹងការងារនេះទុកឲ្យអាលីកូនអញចុះហើយឯងក៏ធ្លាប់ដឹងពីសមត្ថភាពរបស់វាដែរគឺអាចពឹងពាក់បានហើយលោកអ៊ំសៀនក៏ឆ្លើយទាំងសប្បាយចិត្តថាចុះអញមកពឹងឯងទាំងពីរនាក់នេះគឺអញទុកចិត្តលើសមត្ថភាពឯងទាំងពីរនាក់នឹងហើយមួយណាក៏បានក៏បានកូនក៏បានដែរបើបានអានេះទៅក៏ល្អដែរសំខាន់ឲ្យតែជួយមនុស្សបានទៅគឺវាចប់ភារកិច្ចយើងបាត់ទៅហើយពេលនោះបងនេះក៏សួរពីស្ថានភាពអ្នកជំងឺសួរទៅកម្មអ៊ំសៀនថាហើយចុះអ្នកជំងឺនោះឥឡូវយ៉ាងម៉េចទៅហើយអ៊ំសៀនគាត់ក៏ឆ្លើយតបថាវាដូចជាស្ដាប់គ្នាមិនបានសោះដូចជាភ្លឹកនិយាយទៅថាគឺជាមនុស្សបាត់ស្មារតីមិនទេគឺថ្មឹងសួរមិនឆ្លើយមិននិយាយស្ដីហើយមិនទាំងឃើញស៊ីបាយទឹកអីទៀតអញខ្លាចតែបាក់កម្លាំងហើយធ្លាក់ខ្លួនឈឺអញមិនមែនប្រមាថជីវិតទេឲ្យតែបែបហ្នឹងគឺមិនយូរមិនឆាប់ទេគង់តលាចាក់លោកនេះទេហើយបងនេះក៏សួរទៅកាន់អ៊ំសៀនបន្តថាហើយចុះអ៊ំមកគិតចង់ទៅវិញនៅថ្ងៃណាបើអាការៈអ្នកជំងឺមិនមានអ្វីធ្ងន់ធ្ងររហូតដល់ត្រូវការអ្នកមើលថែដិតដល់នោះទេហើយក៏មិនមានឈឺចុកចាប់អ្វីដូចដែលត្រូវអំពើធ្ងន់ធ្ងរនោះដែរអ៊ំគួរតែស្នាក់នៅលេងមួយថ្ងៃពីរថ្ងៃសិនទៅណាមួយអ៊ំតលតែមានរវល់បានមកអញ្ចឹងកម្របានជួបគ្នាជាមួយពុកណាយ៉ាងម៉េចយ៉ាងម៉ាអ៊ំសម្រាប់នៅទីនេះមួយថ្ងៃពីរថ្ងៃសិនទៅសឹមត្រឡប់ទៅវិញហើយឲ្យវាស្គាល់ទស្សនវិជ្ជាការរស់នៅក្នុងភូមិស្រុករបស់ខ្ញុំផងដែរអ៊ំសៀនក៏ឆ្លើយទៅកាន់បងនីវិញថាអារឿងមកផ្ទះពួកម៉ាក់ជួបជុំសួរសុខទុក្ខហើយចង់នៅលេងសម្រាប់លំហែខ្លួនឲ្យវាធូរខ្លួនវាចេះតែចង់ហើយក៏ប៉ុន្តែឥឡូវនេះការងារស្រែចម្ការនៅនោះក៏វាមមាញឹកហើយដូចអ៊ំប្រាប់ពុកឯងអញ្ចឹងនេះបើគុំយល់ថាក្មួយទេកុំឲ្យអញមិនខ្ចីមកនោះទេព្រោះអញមានការងារច្រើននៅផ្ទះដែរពេលនោះលោកអ៊ំយ៉នក៏និយាយឡើងថាមិនអីទេបើជាប់ភារកិច្ចទៅហើយនោះហើយនិយាយអញ្ចឹងស្អែកឯងគិតចេញទៅវិញម៉ោងប្រហែលលោកអ៊ំសៀនក៏ឆ្លើយថាទៅវិញពេលព្រឹកព្រោះថាអញមិនចង់ចាំដល់ពេលថ្ងៃនោះទេធ្វើដំណើរឆ្ងាយហើយវាក្តៅផងបើចេញទៅពេលព្រឹកវារៀងត្រជាក់ស្រួលខ្លួនបន្តិចលោកអ៊ំយ៉នក៏និយាយឡើងបន្តថាឥឡូវរឿងទៅវិញស្អែកហ្នឹងទុកមកកន្លែងសិនទៅតោះនាំគ្នាទៅងូតទឹកងូតអីទៅហើយអញឲ្យប្រពន្ធអញនេះធ្វើម្ហូបល្ងាចហ្នឹងយើងបាយជុំគ្នាហើយបាយរួចចាំដកមីអង្គុយទៅជែកគ្នាលេងទៅពេលនោះលោកអ៊ំសៀនក៏និយាយឡើងថាអញនិយាយមែនបើគុំតែជាប់ភារកិច្ចហើយបើមកដើរលេងវិញអញនៅ2-3ថ្ងៃតែម្ដងព្រោះថាប្រពន្ធឯងនេះបកកាយធ្វើម្ហូបឆ្ងាញ់ណាស់ពេលនោះពួកគាត់ក៏បានសើចហើយបងនេះក៏និយាយឡើងថាអត់អីទេអ៊ំបើអ៊ំមកលើក្រោយទំនេរគឺធានាថាមិនឲ្យអ៊ំខកបំណងឡើយពេលនោះពួកគាត់ក៏សើចម្ដងទៀតហើយលោកអ៊ំយ៉នក៏និយាយឡើងថាអាសៀនទៅមុជទឹកឲ្យត្រជាក់ខ្លួនត្រជាក់សាច់សិនទៅហើយនេះក៏អញ្ចឹងដែរមើលឯងទៅរៀបចំរបស់របរដែលត្រូវប្រើប្រាស់នៅថ្ងៃស្អែកទៅណាមើលកអាវមើលកសែងឬមួយក៏របស់របរផ្សេងដែលត្រូវប្រើហ្នឹងរៀបចំឲ្យហើយទៅព្រោះថាព្រឹកឡើងដោយអ៊ំឯងនិយាយអញ្ចឹងទៅចេញទៅវាត្រជាក់ឥឡូវអញទៅក្រោយមើលម៉ែវាសិនថាតើគាត់ធ្វើម្ហូបអីលុះដល់ពេលព្រឹកឡើងម៉ោងជាង6លោកអ៊ំសៀននិងបងនេះក៏គាត់រូតរះចេញពីភូមិដើរឡើងមកផ្លូវធំដើម្បីរកឡានជិះលុះចាំអស់មួយសន្ទុះឡានឈ្នួលដឹកអ្នកដំណើរក៏បានមកដល់ហើយនៅក្នុងឡានអ៊ំសៀននិងបងនេះគឺគាត់ជជែកគ្នារហូតពីនេះពីនោះហើយបងនេះក៏នឹកឃើញសួរទៅដល់រឿងបងស្រីម្នាក់ដែលគាត់បានជួយដោះអំពើពីថ្ងៃមុនដែលគាត់ត្រូវអំពើប្តីនោះលោកអ៊ំសៀនក៏គាត់ឆ្លើយថា
ម្នាក់ស្រីហ្នឹងឥឡូវលេងអីហើយសុខភាពក៏ល្អចំណែកឯសាច់ឈាមក៏ភ្លឺថ្លាជាងមុនហើយឥឡូវគេធ្វើការរកស៊ីចិញ្ចឹមកូនគេធម្មតាចំណែកឯខាងប្តីវិញឮសូរថាមានប្រពន្ធថ្មីចេញទៅក្រៅស្រុកប៉ុន្តែមិនដឹងថាទៅនៅស្រុកណាខេត្តណានោះទេតាំងពីពេលនោះមកគឺរឿងហ្នឹងអញមិនបានដឹងទៀតទេតែគ្រាន់តែថារឿងដែលអញចាំនៅក្នុងចិត្តមិនភ្លេចហើយនៅតែនឹកឃើញទៅព្រឺសម្បល់ដល់ឥឡូវនេះគឺក្នុងឆាកជីវិតរបស់អញទី1ហើយដែលបានអង្គុយជាមួយឯងហើយបានឃើញរឿងចម្លែកអញ្ចឹងនោះបងនេះគាត់សើចរួចហើយក៏សួរទៅកាន់អ៊ំសៀនថាហើយចុះឥឡូវអ៊ំចង់ឃើញទៀតដែរឬក៏អត់ព្រោះថាឥឡូវនេះរឿងហ្នឹងប្រហែលជានឹងអាចកើតឡើងទៀតហើយមើលទៅអ៊ំសៀនធ្វើទឹកមុខឆ្ងល់ហើយក៏សួរទៅកាន់បងនេះថាមែនក៏អីអញឆ្ងល់ណាស់រាល់លើកឲ្យតែគ្រូគេព្យាបាលឬមួយក៏ដោះអំពើអញ្ចឹងមិនក៏ត្រូវតែប៉ះអាគុំគ្នាអញ្ចឹងហ៎បងនេះគាត់ញញឹមតិចហើយក៏ឆ្លើយទៅកាន់អ៊ំសៀនថាធម្មតាទេអ៊ំដោយខ្ញុំធ្លាប់បានប្រាប់អ៊ំអញ្ចឹងរឿងអំពើអាគុំនេះតែមានគ្រូផ្សេងគេព្យាយាមដោះឬក៏បន្សាបអំពើរបស់គ្រូមួយទៀតគឺច្បាស់ជាដឹងទៅដល់គ្រូដែលជាម្ចាស់អំពើនោះហើយដូច្នេះហើយគេត្រូវតែតទល់ដើម្បីឲ្យឈ្នះគ្រូដែលព្យាយាមដោះឬបន្សាបអំពើគេនោះដើម្បីគេបន្ថែមអំពើទៅលើអ្នកជំងឺរបស់គេព្រោះថាគ្រូនោះស៊ីឈ្នួលគេឲ្យលុយពេញថ្លៃណាអ៊ំសៀនលឺអញ្ចឹងគាត់រៀងភ័យបន្តិចដែរហើយក៏និយាយថាជុំនិយាយរឿងហ្នឹងទៅសង្ឃឹមថាវាគ្មានរឿងនឹងកើតឡើងទៀតចុះលុះធ្វើដំណើរប្រហែលជាង2ម៉ោងគាត់ក៏បានមកដល់ផ្ទះអ៊ំសៀនពេលមកដល់ផ្ទះអ៊ំសៀនគឺប្រពន្ធរបស់អ៊ំសៀនបានរៀបចំធ្វើម្ហូបរួចរាល់ទៅហើយពេលនេះគឺម៉ោងប្រហែលជា10ជាងពេលនោះអ៊ំសៀនក៏បានប្រាប់បងនេះថាអង្គុយសម្រាប់ឲ្យបាត់ហត់សិនទៅហើយអាងតងូតទឹកឲ្យត្រជាក់សាច់អាងម្ហូបបាយជុំគ្នាហើយពេលនោះគឺអ៊ំស្រីគាត់ធ្វើម្ហូបសិតតែឆ្ងាញ់មានដូចជាត្រីអាំងជាមួយនឹងទឹកត្រីសាប់ស្វាយខ្ចីជាមួយនឹងឆាគ្រឿងក្នុងមាន់ហើយចំណែកឯខ្លួនមាន់សាច់មាន់ផ្ទាល់គឺគាត់ស្ងោរជ្រក់និយាយរួមទៅគឺសុទ្ធតែជាម្ហូបឆ្ងាញ់តែម្ដងពេលនោះបងនេះគាត់ភាសាបាយបានច្រើនណាស់ណាមួយទឹកដៃធ្វើម្ហូបរបស់ប្រពន្ធអ៊ំសៀនក៏មិនចាញ់ម្ដាយរបស់គាត់ដែរពេលដែលកំពុងពិសាបាយជុំគ្នានោះអ៊ំស្រីក៏បានសួរទៅកាន់អ៊ំសៀនថាហើយឯងគិតនាំក្មួយទៅមើលប្តីម្នាងនៅពេលណាអ៊ំសៀនក៏និយាយឡើងថាបាយហើយសម្រាប់បន្តិចសិនទៅចាំទៅណាមួយរៀងរសៀលបន្តិចទៅក៏វាត្រជាក់ដែរវាមិនសូវជាក្តៅបើទៅឥឡូវនេះមេឃកំពុងតែក្តៅខ្លាំងណាមួយឲ្យអានេះដែលមកពីឆ្ងាយនេះវាបានដេកថ្ងៃខ្លះឲ្យវាមានកម្លាំងកំឲ្យហាក់នៅក្នុងខ្លួនទៅស្រួលធ្វើការងារលុះប្រហែលជាម៉ោង2រសៀលអ៊ំសៀនក៏បាននាំបងនីទៅកាន់ផ្ទះក្មួយរបស់គាត់ដល់ពេលទៅដល់ផ្ទះនោះគឺឃើញមនុស្សស្រីម្នាក់កំពុងតែធ្វើការងារផ្ទះជាធម្មតាហើយបរិសម្នាក់កំពុងតែអង្គុយសញ្ជុំនៅលើគ្រែដែលមិនមាត់កអ្វីទាំងអស់ហើយបងនីពេលនោះគាត់ក៏សួរទៅអ៊ំសៀនថានឹងមិនមែនអ៊ំដែលជាគ្រួសារប្តីប្រពន្ធដែលអ៊ំពឹងពាក់ខ្ញុំនោះអ៊ំសៀនក៏និយាយថាអ្នកដែលកំពុងតែធ្វើការងារផ្ទះម្នាក់ហ្នឹងគឺជាប្រពន្ធហើយអាមួយនោះគឺជាប្តីរបស់វាដែលថ្មឹងមានជំងឺនឹងឯងពេលនោះអ៊ំសៀនក៏បានហៅម្ចាស់ផ្ទះតៃមានភ្ញៀវមកពេលនោះប្រពន្ធបរមម្នាក់នោះដែលឈ្មោះតៃក៏បានកលេចមកមើលរបស់មុខផ្ទះហើយក៏ឃើញថាអ៊ំសៀននឹងមានបរមម្នាក់នៅក្បែរអ៊ំសៀនផងគាត់ក៏ស្ទុះមកបើកទ្វាររបងហើយសួរនាំថាអ៊ំនឹងជាលោកគ្រូដែលអ៊ំទៅពឹងពាក់ឲ្យមកជួយប្តីខ្ញុំនឹងមែនអ៊ំសៀនក៏និយាយថានឹងហើយឥឡូវគេមកហើយតាពេលនោះប្រពន្ធរបស់គេសប្បាយចិត្តខ្លាំងណាស់ហើយក៏បានអញ្ជើញអ៊ំសៀនហើយនឹងបងនីចូលទៅក្នុងផ្ទះពេលដែលបងនីដើរចូលទៅក្នុងផ្ទះគាត់បានសម្លឹងមើលបរិវេណផ្ទះហើយមើលទៅសភាពបរិសម្នាក់នោះគឺឃើញចានបាយចានសម្លក្របទុកនៅនឹងក្បែរខ្លួនរបស់គាត់ទំនងថាប្រពន្ធរបស់គាត់បានរៀបចំបាយទឹកឲ្យប្តីតែប្តីដូចជាមិនចាប់អារម្មណ៍ជាមួយនឹងបាយទឹកដែលប្រពន្ធរៀបចំឲ្យនោះទេ
ពេលនោះអ៊ំសៀនក៏និយាយទៅកាន់ក្មួយស្រីថាឥឡូវឯងចង់រៀបរាប់ចង់ប្រាប់អីក៏និយាយទៅតនគ្រូគេមកដល់ផ្ទះហើយមើលទៅទឹកមុខប្រពន្ធរបស់គេនៅពេលនោះក៏ស្មើធម្មតាដូចជាមិនបារម្ភមិនខ្វល់ខ្វាយអីខ្លាំងខ្លាណាស់ពីប្តីដែរហើយនារីម្នាក់នោះក៏បានសួរមកកាន់បងនីថាលោកគ្រូមើលមកសភាពប្តីខ្ញុំមើលតើយ៉ាងម៉េចដែរហើយត្រូវព្យាបាលយ៉ាងម៉េចអីយ៉ាងម៉េចដែរលោកគ្រូពេលនោះបងនីក៏ចាប់ផ្ដើមសួរពីឈ្មោះប្តីរបស់គេហើយប្រពន្ធរបស់គេក៏បានប្រាប់ពីឈ្មោះហើយបងនីពេលនោះគាត់ក៏បានគុណគូមើលទៅឃើញថាគឺប្តីរបស់គេគឺខុសជាមួយនឹងអ្នកតាក៏ប៉ុន្តែគាត់មិនទាន់និយាយឬក៏សួរនាំប្រពន្ធរបស់គេនៅឡើយនោះទេគ្រាន់តែគាត់ដឹងថាខុសពីអ្នកតាទៅបានហើយតែដើមហេតុយ៉ាងណាគាត់មិនទាន់បានដឹងស៊ីជម្រៅនោះទេវាទាល់តែអ្នកនៅក្នុងហេតុការណ៍នោះជាមួយនឹងបុរសម្នាក់នេះហើយរឿងខុសជាមួយនឹងអ្នកតានេះគាត់ដឹងច្បាស់ណាស់ថាវាមានរឿងពីរយ៉ាងបើអ្នកតានោះជាអ្នកតាស្លូតគឺនិយាយគ្នាបន់ស្រន់គឺចរចាឆាប់ត្រូវទេក៏ប៉ុន្តែបើសិនជាអ្នកតានោះកាចហើយទង្វើដែលបរិសម្នាក់នេះធ្វើមិនគោរពគេឬក៏ប្រមាថមើលងាយគេធ្ងន់ធ្ងរពេកក៏ពិបាកនឹងនិយាយចរចានេះគ្នានោះដែរហើយមូលហេតុដែលបរិសម្នាក់នេះគឺថ្មឹងមិននិយាយស្ដីហើយហាក់ដូចជាមនុស្សមិនគ្រប់នោះគឺដោយសារតែពលឹងធូនរបស់គេត្រូវអ្នកតាគុំបាត់ទៅហើយដូច្នេះហើយបងនេះត្រូវការដឹងឫសគល់នៃសាច់រឿងឲ្យច្បាស់លាស់សិនពេលគាត់គុណគូរាប់ដៃមើលដឹងថានោះគឺខុសព្រោះអ្នកតារួចហើយគាត់ក៏បាននិយាយទៅកាន់ប្រពន្ធរបស់បរិសម្នាក់នោះថារឿងនេះមិនតូចទេបងប្តីរបស់បងខុសជាមួយនឹងអ្នកតាធ្ងន់ណាស់ប៉ុន្តែដើម្បីដោះស្រាយបញ្ហានេះបានគឺខ្ញុំត្រូវការដឹងឫសគល់នៃសាច់រឿងឲ្យច្បាស់លាស់ហើយខ្ញុំត្រូវការឲ្យបងរៀបរាប់ថាតើប្តីរបស់បងបានធ្វើរឿងអីខ្លះបានជាទៅប៉ះពាល់គេធ្ងន់ធ្ងរយ៉ាងហ្នឹងពេលនោះប្រពន្ធរបស់គេក៏និយាយឡើងថាខ្ញុំមិនដឹងរឿងស៊ីជម្រៅថាយ៉ាងម៉េចយ៉ាងណានោះទេលោកគ្រូប៉ុន្តែគឺរឿងនេះគឺវាកើតឡើងពេលដែលគាត់នឹងចាប់ដើមចេញទៅរកស៊ីកាប់ឈើឲ្យគេហើយទៅនោះគឺទៅជាមួយនឹងអ្នកស្រុកភូមិជាមួយគ្នាដែរហើយក៏មានប្អូនជីដូនមួយរបស់ខ្ញុំទៅជាមួយដែរមានតែប្អូនជីដូនមួយរបស់ខ្ញុំហើយនឹងម្នាក់ទៀតដែលនៅក្នុងភូមិជាមួយគ្នានោះទេដែលគេដឹងពីសាច់រឿងនេះព្រោះពេលដែលប្តីរបស់ខ្ញុំគាត់ប្រាប់ខ្ញុំថាទៅរកការងារធ្វើស៊ីឈ្នួលកាប់ឈើនោះគឺគាត់ថាទៅគ្នា3នាក់ហើយខ្ញុំក៏បានសួរថាទៅជាមួយនឹងអ្នកណាខ្លះប្តីរបស់ខ្ញុំក៏រៀបរាប់ឈ្មោះហើយខ្ញុំបានដឹងហើយគឺសុទ្ធតែជាសាច់ញាតិឯងនឹងអ្នកស្រុកភូមិនោះទេហើយចំពោះរឿងប្តីខ្ញុំគាត់ខុសជាមួយនឹងអ្នកតាធ្ងន់ឬក៏ស្រាលយ៉ាងណានោះខ្ញុំមិនបានដឹងនោះទេតលតែខ្ញុំទៅហៅពីអ្នកទៀតឲ្យមកជួបលោកគ្រូដើម្បីឲ្យគេរៀបរាប់សាច់រឿងនេះពេលនោះដែរអ៊ំសៀនក៏បានសួរទៅកាន់បងនីថានេះវាខុសតែជាមួយអ្នកតាតើអត់មានត្រូវអំពើគេឬមួយក៏ធ្វើឲ្យឈឺចុកចាប់អីណាបងនីក៏គាត់និយាយថាមិនមានអំពើអីទេអ៊ំគឺជារឿងអ្នកតាប្រកាន់តែប៉ុណ្ណោះប៉ុន្តែបងនីមិនបានប្រាប់អ៊ំសៀនថាពលឹងរបស់គាត់នោះត្រូវបានអ្នកតាចាប់ឃុំនោះទេអ៊ំសៀនក៏លន់មកដែរថាហាអញ្ចឹងមានតែវាខុសជាមួយអ្នកតាពេលតែវាទៅស៊ីឈ្នួលកាប់ព្រៃឲ្យគេអើយអញថាមែនព្រោះមនុស្សវានេះគឺមិនចេះជឿរឿងអបិយជំនឿនឹងទេហើយអញនិយាយត្រង់មុខប្រពន្ធវាតែម្ដងទៅមីនាងខឹងក៏ខឹងទៅគឺប្តីឯងនេះមិនជឿហើយគឺអឿណាស់គេនិយាយអីមិនសូវចេះស្ដាប់ហេតុផលគេនោះទេហើយមិនចោលទេអាចរិតអួតមានតែខ្លួនឯងនឹងខុសជាមួយមនុស្សដូចគ្នាមើលមុខគ្នាឃើញមើលចិត្តគ្នាមិនស្គាល់នៅគំនុំគុំគួនចងកម្មចងពៀគ្នាឈានទៅដល់ប៉ុនប៉ងសម្លាប់ធ្វើអត្តឃាតអីផ្សេងចុះតម្រាំជាមួយអ្នកតាអរូបប្តីឯងនេះហើយពេលនោះកលេចមើលទៅទឹកមុខរបស់ប្រពន្ធបរមម្នាក់នេះក៏គាត់មិនបានខឹងមិនបានអីដែរព្រោះគាត់ជាប្រពន្ធគាត់ក៏ដឹងចរិតប្តីរបស់គាត់ដែរគាត់ក៏ឆ្លើយទៅកាន់អ៊ំសៀនវិញថា
ខ្ញុំនិយាយត្រង់ចេញពីចិត្តតែម្ដងធ្វើម៉េចគាត់ជាប្តីខ្ញុំទៅហើយបាននិយាយពីរឿងចរិតប្តីខ្ញុំក៏ដឹងដែរខ្ញុំក៏មិនសូវចូលចិត្តចរិតប្តីខ្ញុំដែរហើយខ្ញុំក៏អាសាឆ្លោះគ្នាខ្វែងពាក្យសម្ដីគ្នាជាមួយគាត់ដែរអារឿងដែលខ្ញុំណែនាំគាត់នឹងឲ្យគាត់នឹងជាមនុស្សចេះសម្របចេះដាក់ខ្លួនខ្លះទៅធ្វើអីកុំមានតែឯងពេកយើងរស់នៅក្នុងសង្គមឲ្យមើលគេឯងផងយើងមិនអាចទៅរស់នៅលើកពូលភ្នំម្នាក់ឯងនោះទេយើងរស់នៅក្នុងស្រុកក្នុងភូមិមានគេមានឯងអញ្ចឹងហើយរស់នៅឲ្យវាច្រឡំគេខ្ញុំតែងតែប្រាប់គាត់រឿយអញ្ចឹងក៏ប៉ុន្តែគាត់ដូចជាមិនកែចរិតមិនសូវស្ដាប់ខ្ញុំសោះហើយចេះតែជែកយកតែឈ្នះសៀនពេលនោះគាត់ញញឹមតិចហើយក៏និយាយឡើងថាវាដូចតែអញថានឹងហើយអាមនុស្សដែលប្រកាន់ខ្លួនអាមនុស្សអួតវាដែរចេះចង់ក្រោមគេអីពេលនោះដោយសារតែខ្លាចសៀននិយាយទៅកាន់តែធ្វើឲ្យប៉ះពាល់អារម្មណ៍ប្រពន្ធរបស់គេបងនេះក៏គាត់បាននិយាយកាត់ហើយបន្លប់ថាអើយហើយមនុស្សវាមានខុសមានត្រូវអញ្ចឹងហើយឥឡូវឈប់រំលឹករឿងចាស់ហ្នឹងទៅសំខាន់គឺដោះស្រាយបញ្ហាដែលប្តីគាត់កំពុងតែជួបនេះសិនទៅហើយចូលផ្ទះអ្នកទាំងពីរនោះគឺនៅឆ្ងាយទេប្រពន្ធរបស់គេក៏និយាយថាអត់ឆ្ងាយទេលោកគ្រូគឺម្នាក់ទៀតម្លង3 4 5ផ្ទះតែប៉ុណ្្នឹងឯងហើយចំណែកឯម្នាក់ទៀតចាំខ្ញុំទៅហៅក៏បានដែរព្រោះគេដូចជានៅចុងភូមិឯណោះពេលនោះដែរសៀនក៏និយាយថាចុះឥឡូវមីនាងឯងល្ងាចបន្តិចទៅហៅពីរអ្នកនឹងមកហើយមើលរៀបចំធ្វើបាយម្ហូបធ្វើអីចឹងទៅណាព្រោះថាហៅគេមកក៏មិនមែនមកទៅទេអញ្ចឹងដែរណាមួយឲ្យអានេះបានតែជែកលេងជាមួយពួកនឹងសួរនាំពីឫសគល់រឿងហេតុនឹងផងដើម្បីឲ្យគេស្រួលដោះស្រាយបញ្ហានិងស្រួលព្យាបាលអាក្មួយប្រុសនឹងឥឡូវឯងគិតគូរទៅត្រូវធ្វើម្ហូបឬមួយក៏ត្រូវទៅហៅពីរអ្នកនឹងភ្លាមនោះម្នាក់ស្រីនឹងក៏ឆ្លើយទៅកាន់សៀនថាចាអញ្ចឹងជួយនឹងអង្គុយលេងជាមួយនឹងលោកគ្រូបន្តិចសិនទៅចាំខ្ញុំទៅហៅពីរអ្នកនឹងមកហើយពីរអ្នកនឹងមកហើយចាំរៀបចំធ្វើម្ហូបធ្វើអីហើយល្ងាចហ្នឹងលោកគ្រូអញ្ជើញនឹងអង្គុយលេងនឹងសិនទៅជាមួយនឹងបងប្អូនខ្ញុំហើយអ្នកភូមិខ្ញុំសិនទៅហើយជាមួយសៀននឹងអង្គុយទៅជែកគ្នាលេងទៅហើយល្ងាចឡើងម៉ោង7ហ្នឹងគឺម្ហូបក៏បានរៀបចំរួចរាល់ចំអិនហើយអស់ហើយនារីម្នាក់នោះគេក៏បានទិញស្រាសនៅឯចុងភូមិមកដែរគឺគេទិញនៅពេលដែលទៅហៅបរិសម្នាក់ដែលនៅចុងភូមិនឹងឯងព្រោះគេដឹងថាបរិសជួបជុំគ្នាទៅជែកគ្នាលេងគឺត្រូវតែដកមាយទៅជែកគ្នាអញ្ចឹងហើយពេលនោះពួកគាត់ទៅជែកគ្នាលេងសប្បាយរីករាយណាស់ហើយបានមួយសន្ទុះបុរសដែលជាបងប្អូនជីដូនមួយជាមួយនឹងនារីម្នាក់នោះក៏បានមកដល់ហើយនារីម្នាក់នោះក៏បានសួរទៅបងប្អូនរបស់គេថាទៅហៅតាំងពីក្បាលប្រលប់ហើយទៅមកដល់បុរសម្នាក់នោះក៏និយាយថាធ្វើម៉េចឲ្យបើកិច្ចការអញវារវល់ច្រើនដែរពេលនោះនារីម្នាក់នោះក៏បានណែនាំបងនេះឲ្យគេស្គាល់ហើយពួកគាត់ក៏បានលើកដៃជម្រាបសួរគ្នាទៅវិញទៅមកហើយក៏បានអង្គុយចុះហូបហើយទៅជែកគ្នាជាធម្មតាអង្គុយពិសាបានបន្តិចបរិសដែលជាបងប្អូនជីដូនមួយនារីម្នាក់នោះក៏បានសួរមកកាន់បងនេះថាហើយបងអ្នកស្រុកណាដែរហើយមកទីនេះមកលេងឬអីបងនេះក៏គាត់និយាយថាខ្ញុំគឺជាអ្នកខេត្តបាត់ដំបងហើយខ្ញុំមកនេះគឺបងស្រីគឺពឹងឲ្យមកជួយព្យាបាលប្តីរបស់គាត់ពេលឮអញ្ចឹងបរិសម្នាក់នោះគេភ្ញាក់ផ្អើលខ្លាំងណាស់ហើយក៏សួរមកបងនេះវិញថាអញ្ចឹងមានតែបងគឺជាគ្រូបងនេះមិនបានឆ្លើយអ្វីនោះទេគាត់បានត្រឹមតែសើចញឹមរួចហើយគាត់និយាយថាមិនជាខ្លាំងខ្លាអីទេបងគ្រាន់តែចេះតិចតួចប៉ុណ្ណោះនិយាយចឹងបងតែពេលដែលទៅរស់ស៊ីកាប់ព្រៃហ្នឹងគឺបងទៅ3នាក់ហ្នឹងបងប្រុសដែលកំពុងតែមានជំងឺនេះបានទៅប៉ះពាល់ជាមួយនឹងអ្នកតាមែនទេពេលនោះបរិសម្នាក់នោះក៏ឆ្ងល់ហើយសួរទៅវិញថាបងបានដឹងរឿងនឹងហើយអស់ហើយមែនគឺខ្ញុំបានដឹងខ្លះតាមរយៈសៀនគាត់ប្រាប់ខ្ញុំហើយពេលខ្ញុំមកដល់ពេលថ្ងៃហ្នឹងប្រពន្ធរបស់គាត់ក៏បានរៀបរាប់ពីដំណើររឿងនឹងដែរថាប្តីរបស់គាត់ហ្នឹងគឺបានចេញទៅស៊ីឈ្នួលកាប់ឈើជាមួយនឹងពួកបងនឹងឯងអញ្ចឹងតើបងអាចរៀបរាប់
ថាតើព្រឹត្តិការណ៍នេះវាកើតឡើងយ៉ាងម៉េចទេបានទៅជាអញ្ចឹងបរមអ្នកនោះក៏បានងាកទៅមើលបរោះជាអ្នកជំងឺនោះបានបន្តិចហើយក៏ងាកមកនិយាយជាមួយបងនីវិញថារឿងគឺវាអញ្ចឹងណាបងថ្ងៃមួយបន្ទាប់ពីសម្រាប់ពីការងារពេលថ្ងៃពួកខ្ញុំជាមួយនឹងមិត្តភ័ក្តិប្រមាណអ្នកទៀតក៏បានជួបជុំគ្នាផឹកស៊ីហើយចៃដន្យអីអាលីបក៏វាដើរកាត់នៅទីនោះដែរក្នុងចិត្តខ្ញុំគឺមិនសូវចង់ឲ្យវាផឹកនោះទេមិនមែនថាខ្ញុំនឹងប្រកាន់ឬក៏រើសអើងនោះទេតែមករយៈនោះគឺវារកម្មរកោសជាមួយនឹងប្រពន្ធវាដែរហើយវាក៏ត្រូវឪពុកក្មេងម្ដាយក្មេងនឹងស្ដីឲ្យដែរដូច្នេះហើយបានជាខ្ញុំតាក់ទើមិនចង់ហៅវាផឹកនឹងហើយវាស្របពេលនោះដែរមិត្តភ័ក្តិរបស់ខ្ញុំនឹងគេមកបបួលខ្ញុំឲ្យទៅជួយរកស៊ីកាប់ឈើជាមួយគ្នានៅឯខាងខេត្តពោធិ៍សាត់ខ្ញុំក៏យល់ព្រមថាទៅពេលដែលទៅជែកព្រមព្រៀងគ្នារួចហើយត្រូវគ្នាហើយពួកខ្ញុំក៏បានអង្គុយផឹកជុំគ្នានិយាយពីនេះពីនោះបន្ថែមតាក់ទងជាមួយនឹងការងារចូលព្រៃកាប់ព្រៃនឹងហើយអាលៀបក៏បានទៅដល់វាក៏ដើរសំដៅចូលទៅហើយក៏បើវាចូលទៅហើយខ្ញុំក៏មិនដឹងថានិយាយយ៉ាងម៉េចដែរហើយគ្នាខ្ញុំក៏មិនដឹងថាត្រូវធ្វើម៉េចដែរគឺមានតែជជែកជាមួយវាធម្មតាចឹងទៅពេលនោះវាក៏និយាយឡើងថាវាចង់ទៅរកការងារធ្វើដោយពេលនោះគឺខ្ញុំត្រូវស្អែកហ្នឹងខ្ញុំត្រូវចេញដំណើរទៅខាងខេត្តពោធិ៍សាត់ខ្ញុំក៏បានប្រាប់វាថាហើយពិតជាចង់រកការងារធ្វើមែនអីវានិយាយឡើងថាអើយអញខ្ជិលចង់នៅផ្ទះណាប្រពន្ធងាករអ៊ូម៉ែក្មេករអ៊ូរទាំចេះចុះអញចង់ចេញទៅធ្វើការងារបាត់ទេអញទៅធុញថប់ពេលនោះគ្នាខ្ញុំម្នាក់ទៀតក៏និយាយឡើងថាវាល្មមគេធុញហ่าបើហើយមិនសូវជួយធ្វើការងារប្រពន្ធផងហើយការងារម៉ែក្មេកក៏មិនសូវបានទៅជួយមើលគាត់ទៀតអញឃើញហើយនេះគិតទៅដើរបើមិនជុំជាមួយអញទេគឺជាមួយនឹងមិត្តភ័ក្តិដទៃទៀតណេះណោះប្រពន្ធណាគេមិនអន់ចិត្តប្រពន្ធណាគេមិនខឹងហើយម៉ែក្មេកមួយទាំងមូលគេមានកូនស្រីរបស់គេពេលដែលគេឲ្យកូនគេការជាមួយយើងគេផ្ញើជីវិតកូនគេជាមួយយើងណាហើយបើយើងជាប្តីគេពឹងមិនបានវាត្រូវតែគេរអ៊ូរទាំវាត្រូវតែគេថាអញ្ចឹងហើយពេលនោះអាលៀបលឺអញ្ចឹងវាក៏ខឹងខ្លាំងណាស់ហើយក៏និយាយថារឿងអញឯងក៏ចេះដឹងជាងខ្លួនអញម៉េះក្នុងគ្រួសារអញចកៀងតែអាណាភ្លឺតែអាហ្នឹងឯងអញអត់ចូលចិត្តទេអាអ្នកពេលផឹកស៊ីមកបដៅរឿងចេះរឿងចុះហ្នឹងបើផឹកដឹងតែផឹកទៅវាថៃហ៎ពេលនោះខ្ញុំដែលថាឃើញពួកវាតឹងតសៃករៀងខ្លួនខ្ញុំក៏បាននិយាយសម្រួលថាអើយសិតតអ្នករាប់អានគ្នាស្រុកភូមិទេហើយជាពួកម៉ាក់ទៀតពួកម៉ាក់វាមានពាក្យធ្ងន់ស្រាលខ្លះអញ្ចឹងហើយវាចង់ឲ្យពួកម៉ាក់ល្អទេឥឡូវឈប់ទៅជែកគ្នាទៅពួកអញបើមិនស្អែកកាន់ស្អែកនេះគឺទៅស៊ីឈ្នួលកាប់ឈើឲ្យគេនៅខាងខេត្តពោធិ៍សាត់ហើយច្បាស់ទេថាចង់ទៅរកការងារធ្វើជាមួយពួកអញបើថាចង់រកការងារធ្វើទៅជាមួយពួកអញទៅពេលនោះអាលីបក៏វានិយាយថាអញទៅតាអញកំពុងតែរកការងារធ្វើចេញឲ្យផុតបាត់ពីផ្ទះផងពេលនោះមិត្តភក្តិខ្ញុំម្នាក់ទៀតដែលថាឲ្យអាលៀបមុននឹងវាប្រុងនឹងនិយាយដាក់អាលៀបទៀតក៏ប៉ុន្តែខ្ញុំព្រិចភ្នែកឲ្យសញ្ញាវាថាឈប់និយាយអីទាំងអស់ព្រោះថាមើលទៅអាលៀបវាកំពុងតែខឹងមិនទាន់បាត់ផងអញ្ចឹងហើយក៏នាំគ្នាផឹកស៊ីជាធម្មតាទៅហើយនៅពេលជិះតាមឡានមិត្តភ័ក្តិរបស់ខ្ញុំដែលវាធ្លាប់ធ្វើការងារស៊ីឈ្នួលកាប់ឈើឲ្យគេហ្នឹងវាក៏បាននិយាយរៀបរាប់ពីបទពិសោធន៍នៅក្នុងព្រៃពីរឿងដំណំអីផ្សេងមកប្រាប់ពួកខ្ញុំដែរហើយខ្ញុំក៏បានធ្វើទៅតាមអ្វីដែលគេប្រាប់ទាំងអស់ព្រោះថាខ្ញុំជឿនៅលើរឿងនេះប៉ុន្តែក៏លេចទៅមើលអាលៀបវិញវាអត់មាត់កអីទាំងអស់តែខ្ញុំអាចដឹងថាទឹកមុខរបស់វាគឺវាមិនចង់ស្ដាប់ហើយវាមិនចូលចិត្តការណែនាំនោះទេព្រោះមនុស្សវាគឺជាមនុស្សដែលមិនជឿទៅលើរឿងទាំងអស់នឹងទេដល់ពេលទៅដល់កន្លែងការងារពួកខ្ញុំពេលដែលធ្វើការងាររួចម៉ោងបាយទឹកគឺខ្ញុំមិនភ្លេចទេខ្ញុំតែងតែចាប់បាយចាប់ម្ហូបឬក៏មានចំណីអីផ្សេងដាក់នៅលើស្លឹកឈើ
ហើយហៅម្ចាស់ទឹកម្ចាស់ដីឲ្យគាត់មកទទួលខ្សែផ្សោយហើយជួយថែរក្សាកូនចៅគឺខ្ញុំតែងតែធ្វើអញ្ចឹងរឿយជាមួយនឹងកម្មករដទៃទៀតក៏ប៉ុន្តែអាលៀបគឺវាតែងតែនិយាយឌឺដងនិយាយអញ្ចេះនិយាយអញ្ចោះហើយនៅថ្ងៃមួយដែលវាកើតរឿងដល់ថ្ងៃនេះធ្វើឲ្យវាមានជំងឺនេះគឺថ្ងៃមួយពេលដែលសម្រាប់ហូបបាយខ្ញុំនិងមិត្តភ័ក្តិរបស់ខ្ញុំនឹងជាមួយអាលៀបនឹងបានមកអង្គុយជុំគ្នាហូបបាយនៅក្រោមដើមឈើធំមួយហើយខ្ញុំនឹងបានចាប់បាយចាប់ម្ហូបអីជាធម្មតាដាក់ហើយក៏និយាយហៅម្ចាស់ទឹកម្ចាស់ដីឲ្យខ្សែផ្សោយពេលនោះអាលៀបវាក៏ចាប់ដើមនិយាយឡើងថាអញឆ្ងល់ណាស់បើស៊ីបាយគិតទៅស៊ីទៅចាំបាច់ទៅចាប់ដាក់អីលើស្លឹកឈើលើអីអញ៉ែអញ៉ាយនេះអញមិនដែលឃើញអាណាមកស៊ីបាយនឹងផងអញឃើញតែសម្ោចឲ្យសក្រងរួមតែរហូតហើយឯងធ្វើអញ្ចឹងធ្វើអីហ៎ខ្ញុំក៏បានឆ្លើយជាមួយវាវិញថាអើយយើងនៅក្នុងព្រៃហើយយើងធ្វើរបរនឹងទៀតធម្មតានៅតាមតំបន់ព្រៃឈើគឺតែងតែមានថែរក្សាមានម្ចាស់ទឹកម្ចាស់ដីនៅតាមស្រុកតាមភូមិយើងចូលនៅក្នុងទឹកដីគេយើងត្រូវតែគោរពគេពេលនោះអាលៀបវាក៏សោចហើយនិយាយឡើងដោយអារម្មណ៍ជឿជាក់ថាហើយឯងជឿថាមានម្ចាស់ទឹកម្ចាស់ដីមានតាអីនឹងដែរអញប្រាប់ឯងមនុស្សបើឯងមិនខំរស់ស៊ីចេញពីបាតដៃខ្លួនឯងញើសហូរដាបខ្លួនទេឯងកុំសង្ឃឹមថាបានលុយយកមកចាយចិញ្ចឹមប្រពន្ធកូនចុះហើយឯងទៅពឹងលើសំណាងពឹងលើការបន់ស្រន់នឹងអញមិនដែលឃើញអាណាគេមានដោយសារការបន់ផងអញឃើញតែគេខំរស់ស៊ីពេលនោះខ្ញុំក៏បាននិយាយដែរថាចុះអញមានពឹងទៅលើការបន់ស្រន់ទាំងស្រុងណាយើងរស់នៅក្នុងទឹកដីខ្មែរពាក្យចាស់លោកពូលថាអាគមផ្សំអាយុយើងនៅក្នុងទឹកដីដូនតាដែលធ្លាប់មានអបិយជំនឿគោរពជឿទៅលើរឿងទាំងអស់ហ្នឹងបើគ្រាន់តែគោរពគ្រាន់តែជឿវាមានតទាស់ខុសអីហើយពេលនោះមិត្តភ័ក្តិរបស់ខ្ញុំម្នាក់ទៀតក៏បាននិយាយកាត់ខ្ញុំដែរថាយើងរស់នៅក្នុងទឹកដីខ្មែររបស់យើងវាត្រូវតែជឿរឿងចឹងហើយបើឯងមិនជឿឯងគុំទៅប្រមាថហើយបើឯងមិនជឿឯងទុកក្នុងចិត្តទៅឯងនិយាយចេញទៅធ្វើអីហើយចុះបើសិនជារឿងទាំងអស់នឹងវាមានមែនមានម្ចាស់ទឹកមានម្ចាស់ដីមានអ្នកតាមែនគេប្រកាន់គេកាច់ឯងងាប់នៅក្នុងព្រៃនឹងទៅហើយអញទៅធ្វើមិនបកស្រាយមិនជាមួយនឹងក្រុមគ្រួសារឯងប្រពន្ធឯងពេលនោះអាលៀបវានៅតែទៅជេរជាមួយពួកខ្ញុំដដែលវាថាអើយបើមានអ្នកតាមានអីមែនណោះមិនក៏មិនទៅកាច់ពួកអាជក់កឆាកឆុងអីចឹងទៅនោះហើយពួកអាកាប់ព្រៃឈើធំនោះគេញ៉ៃថាព្រៃឈើធំមានអ្នកកម្មមានថែរក្សាហើយចុះពួកអាកាប់អាដើមឈើធំនឹងមិនក៏មិនទៅកាច់មិនទៅធ្វើពួកវាផងទៅបើអ្នកតានឹងខ្លាំងបកែមែនមើលចេញមកអញមើលមុខអ្នកតានឹងតិចមើលហើយមិនមែនតែប៉ុណ្្នឹងទេនៅថ្ងៃនោះវានិយាយឌៀមដាមឌឺដងប្រមាថវើងាយម្ចាស់ទឹកម្ចាស់ដីនឹងអ្នកតានឹងខ្លាំងណាស់ទោះបីជាពួកខ្ញុំនិងមិត្តភ័ក្តិខ្ញុំនឹងខាត់យ៉ាងណាក៏វានៅតែប្រកាន់ចរិតរបស់វាគឺខ្លាំងតែរហូតអញ្ចឹងលួចដល់យប់មួយគឺយប់ជ្រៅដែរទៅហើយប៉ុន្តែខ្ញុំមិនច្បាស់ម៉ោងថាម៉ោងប្រហែលនោះទេខ្ញុំដេកមិនទាន់លក់ឡើយក៏ស្រាប់តែឃើញវាក្រោកឡើងក្រេះហើយសភាពរបស់វាគឺក្រោកឡើងហាក់ដូចជាមនុស្សដែលគ្មានវិញ្ញាណនៅក្នុងខ្លួនអញ្ចឹងវាក៏ក្រោកដើរទៅដំបូងខ្ញុំគិតថាវាប្រហែលជាមើឬមួយក៏វាងងុយខ្លាំងប៉ុន្តែវាចង់ទៅនោមទៅអីខ្ញុំក៏មិនបានចាប់អារម្មណ៍អីខ្លាំងដែរក៏ប៉ុន្តែដល់ពេលខ្ញុំមើលវាទៅគឺវាដើរទៅថ្មឹងមិនងាកឆ្វេងស្ដាំខ្ញុំមើលទៅខុសធម្មតាក៏ចេះតែដើរតាមគឺពេលនោះស្រាប់តែវាទៅបោចវល្លិដូចជាបំណងប្រុងតែនឹងកាន់វល្លិឡើងទៅលើដើមឈើខ្ញុំមើលទៅមិនស្រួលក៏បានទះស្មាវាមួយទំហឹងហើយវាក៏ភ្ញាក់ឡើងទាំងមមីមើលថាមិនមានរឿងអីហើយដាក់អញធ្វើអីពេលនោះខ្ញុំក៏និយាយថាអីចុះឲ្យដើរមកនឹងធ្វើអីវាក៏ប្រកែកថាអញអត់បានដើរមកទេអញកំពុងតែដេកហើយយល់សពថាអញបានមនុស្សម្នាក់កំពុងតែនាំអញទៅលេងនៅស្រុកភូមិនេះភូមិនោះហើយគេថាភូមិនោះស្អាតណាស់អញដើរទៅតាមគេតើគ្រាន់តែស្ដាប់ឮវានិយាយអញ្ចឹងខ្ញុំដឹងថាមិនស្រួលហើយ
ខ្ញុំក៏បញ្ញាប់ទឿនវាឲ្យមកកន្លែងដេកវិញហើយតាំងពីយប់នោះមកគឺយប់ឡើងវាចេះតែត្អូញឈឺនេះឈឺនោះត្អូញថត់ដង្ហើមវាថាឃើញគេមកសង្កត់វាឃើញគេយកជើងបាតជើងរបស់គេធំណាស់យកមកឆ្លីនៅលើទ្រូងរបស់វាធ្វើឲ្យវាពិបាកដកដង្ហើមវាចិត្តតែស្រែកថាឈឺណាស់ចុកណាស់ឈឺណាស់ចុកណាស់តាំងពីយប់នោះមកគឺវាចាប់ផ្ដើមសតិលេងគ្រប់តាំងពីពេលនោះមកដល់ឥឡូវនេះហើយពួកខ្ញុំក៏សម្រេចចិត្តសុំច្បាប់ថៅកែដើម្បីជូនវាមកស្រុកភូមិវិញហ្នឹងណាដើម្បីឲ្យគេព្យាបាលហើយប្រពន្ធរបស់វាក៏បានទៅរកគ្រូមើលដែរគ្រូថាខុសនេះខុសនោះហើយធ្វើទៅតាមគ្រូប្រាប់នៅតែមិនត្រូវមកដល់ឥឡូវនេះគឺវានៅក្នុងសភាពអញ្ចឹងបងឃើញទេដល់កន្លែងនេះអ៊ំសៀនក៏គាត់សើចតិចដែលធ្វើឲ្យអ្នកនៅអង្គុយជុំគ្នានៅទីនោះគេឆ្ងល់យ៉ាងខ្លាំងហើយបរិសម្នាក់ដែលជាមិត្តភក្តិបរិសដែលជាបងប្អូនជីដូនមួយរបស់ម្នាក់ស្រីនោះក៏សួរឡើងថាហើយអ៊ំសើចរឿងអីហ្នឹងអ៊ំសៀនក៏គាត់និយាយថាហើយគឺអញវាហួសចិត្តហ្នឹងណាក៏ទៅអានេះអញស្ដាប់ហែងនិយាយទៅពេលដែលវាបដៅពួកហែងពេលដែលជែករឿងអបិយជំនឿអ្នកតាអីហ្នឹងវានិយាយចេញមកដូចជាវានឹងអ្នកច្បាស់លាស់ការងារណាស់អញ្ចឹងអ្នកដែលមិនដឹងស្គាល់វាលើកដំបូងប្រហែលចិត្តសើវាថាវានឹងមកចត់នឹងការងារហើយមើលទៅប៉ុន្តែដល់ពេលស្គាល់វាច្បាស់បានដឹងថាវាយ៉ាងម៉េចហើយបរិសម្នាក់នោះក៏បន្តទៅអ៊ំសៀនថាមានយ៉ាងម៉េចឥឡូវវាអញ្ចឹងហើយនឹងភ្លាមនោះបរិសម្នាក់នោះក៏និយាយទៅកាន់បងនីថាសាច់រឿងគឺតែប៉ុណ្្នឹងទេបងហើយឥឡូវបងមានវិធីអីហើយអាចជួយវាបានអត់បងនេះក៏គាត់និយាយថាខ្ញុំមិនទាន់ប្រកាស 100% ទេបងតូលតែធ្វើពិធីចរចាជាមួយអ្នកតាសិនតែបើតាមស្ដាប់បងនិយាយរឿងនេះគឺមិនតូចទេព្រោះគាត់ប្រើពាក្យសម្ដីធ្ងន់ធ្ងរណាស់ប្រមាថគេធ្ងន់ធ្ងរទៀតខ្ញុំខ្លាចតែគេមិនព្រមនោះទេអញ្ចឹងគឺមានតែសារលបងសិនហើយពេលនោះស្ត្រីដែលជាប្រពន្ធបរិសអ្នកជំងឺនោះក៏បានមកសួរបងនីថាតើត្រូវធ្វើយ៉ាងម៉េចហើយរៀបពិធីយ៉ាងម៉េចទៅបងនេះក៏បានឆ្លើយតបទៅកាន់ស្ត្រីម្នាក់នោះថាអត់អីទេបងស្រីទៅពឹងពាក់មនុស្សចាស់ដែលគាត់ចេះធ្វើសធរបាយសីមកហើយពិធីស្អែកគឺខ្ញុំនឹងសាកល្បងធ្វើចរចាជាមួយនឹងអ្នកតាឥឡូវនេះរៀបអីក៏មិនទាន់ដែរព្រោះថាវាល្ងាចណាស់ទៅហើយនៅល្ងាចនោះបងនីជាមួយនឹងអ៊ំសៀនគឺបានអង្គុយដកមាសទៅជែកគ្នាលេងជាមួយនឹងបរិសដែលជាបងប្អូនបរិសអ្នកជំងឺនោះជាមួយនឹងអ្នកភូមិពីរបីអ្នកទៀតរហូតទៅដល់យប់ទើបបងនីបានត្រឡប់មកសម្រាកនៅផ្ទះរបស់អ៊ំសៀនវិញដល់ពេលព្រឹកឡើងប្រពន្ធរបស់គេគឺពិតជាបានទៅអញ្ជើញចាស់ដែលចេះកាច់សធរបាយសីនោះឲ្យមកជួយរៀបចំពិធីពិតមែនហើយបងនីនិយាយថាពេលនោះគឺពិធីចាប់ផ្ដើមនៅម៉ោង 9 ទៅហើយគាត់បញ្ជាក់ទៀតថាគាត់ត្រូវចរចាជាមួយអ្នកតាព្រៃនោះ3 ដងឯណោះហើយលើកទី1គឺគាត់មិនព្រមនោះទេពិធីលើកទី2ក៏អ្នកតានោះនៅតែមិនព្រមដដែលដល់តែលើកទី3អ្នកតានោះក៏យល់ព្រមប៉ុន្តែគឺមូលហេតុដែលព្រមនោះដោយសារតែគាត់បានប៉ះអាគមគ្នាជាមួយនឹងអ្នកតានោះប៉ុណ្ណោះដែលគាត់បាននិយាយថាការប៉ះអាគមទី1គឺអ្នកតានោះបានប្រើព្រាយដែលគាត់ចិញ្ចឹមឲ្យមកដើម្បីចង់សារលបងជាមួយនឹងបងនីហើយបងនីក៏គាត់បានប្រើព្រាយដែលគាត់បានបង្ក្រាបកន្លងមកដាក់នៅក្នុងកន្លងនោះឲ្យចេញទៅតតាំងជាមួយនឹងអ្នកតាវិញដែរឃើញថាអនុភាពព្រាយទាំងពីរមិនមានអ្នកណាខ្ពស់ជាងអ្នកណានោះទេមានន័យថាគឺប្រហាក់ប្រហែលគ្នាហើយសឹកអាគមទី1ដោយប្រើព្រាយក៏បានបញ្ចប់ទៅគាត់បញ្ជាក់ថាលើកទី2គឺអ្នកតានោះបានបញ្ជូនគោបាមកម្ដងដោយភ្នែករបស់វាឡើងក្រហមហើយមានសាក់យ័ន្តនៅលើថ្ងាសហើយនឹងនៅលើខ្លួនរបស់វាទៀតផងពេលនោះបងនេះក៏មិនបានលេងអីធ្ងន់ធ្ងរទៅកាន់អ្នកតាដែរគឺគាត់បានបញ្ជូនគោទៅដូចគ្នាដែលអនុភាពរបស់វាគឺជុលគ្នាឡើងសន្ធឹកលឺព្រុសប្រាសរបៀបថាបើប៉ះដើមឈើឬមួយក៏ប៉ះព្រៃដែលដុះនៅទីនោះវិញគឺលន់សម្លេងខ្លាំងមែនទែនប៉ុន្តែសម្លេងនេះគឺលន់នៅក្នុងសកគុំប៉ុណ្ណោះវាមិនមែនអ្នកស្រុកអ្នកភូមិអាចឮដូចទូទៅដូចជាគោជុលគ្នាជាក់ស្ដែងនោះទេហើយគោបាទាំងពីរនោះ
ក៏មកមានអ្នកណាឈ្នះអ្នកណាចាញ់ទៀតបន្ទាប់មកអ្នកតានោះក៏បានប្រើអសូរកាយមកម្ដងដែលអសូរកាយនោះគឺភ្នែករបស់វាគឺឡើងក្រហមហើយមានដុសចង្កូមទៀតថែមទាំងមានដំបងមានបន្លាលីនៅលើស្មាគឺសន្ធឹករបស់វាដើរមកគឺថារំជួយដីលាន់សូរធឹបតែម្ដងពេលនោះដោយបងនីមិនចង់បង្អង់យូរហើយក៏នឹកឃើញថាចរចាជាមួយអ្នកតារយៈពេល2ថ្ងៃហើយនៅតែមិនត្រូវគាត់ក៏បានប្រើអដ្ឋានកម្ពូលគឺអដ្ឋានសេនា100នោះឯងប៉ុន្តែគ្រាន់តែបងនីចាប់ដើមរៀបចំសូត្រក្បួនអដ្ឋាននោះស្រាប់តែសំឡេងរបស់បុរសវ័យចំណាស់ម្នាក់គឺមានន័យថាជាសំឡេងអ្នកតាព្រៃនោះឯងបានចូលមកក្នុងញាណរបស់គាត់ហើយបាននិយាយថាបានហើយមិនបាច់ប្រើដល់ថ្នាក់អដ្ឋានសេនា100នោះទេយើងគ្រាន់តែសារលបងសមត្ថភាពអ្នកដែលមកចរចាជាមួយយើងប៉ុណ្ណោះឃើញថាគ្រូប្រមាណអ្នកមកហើយគឺសិតតែចាញ់នៅក្នុងដៃយើងទាំងអស់ប៉ុន្តែឯងមួយចាប់ទុកថាខ្លាំងគ្រាន់បើដែលអាចទប់ទល់នឹងបរិវាររបស់យើងបានអញ្ចឹងរឿងបរោះម្នាក់នោះគឺយើងសម្រេចថាយើងនឹងដោះលែងព្រលឹងរបស់វាឲ្យទៅនៅក្នុងរូបរបស់វាវិញហើយចាប់ពីថ្ងៃនេះទៅកុំភ្លេចប្រាប់ពួកមនុស្សលោកផងថាទៅទីកន្លែងណាក៏ដោយនៅក្នុងទឹកដីរបស់គេកុំប្រមាថម្ចាស់ស្រុកម្ចាស់ភូមិឲ្យសោះហើយអ្វីដែលយើងមើលមិនឃើញមិនប្រកាសថាវាមិនមាននោះទេយប់នេះយើងជួបគ្នាប៉ុណ្ណឹងចុះចាប់ទុកថាជាការរាប់អានគ្នាហើយស្អែកពេលយប់ឡើងឯងធ្វើពិធីខាព្រលឹងហើយផ្គុំរូបផ្គុំធាតុឲ្យទៅបរិសម្នាក់នោះវិញចុះគឺវាលែងអីហើយនិយាយរួចសម្លេងនោះក៏បាត់ទៅវិញពេលនោះបងនេះគាត់សប្បាយចិត្តខ្លាំងណាស់ព្រោះថាក្នុងចិត្តរបស់គាត់ក៏មិនចង់ប៉ះពាល់ជាមួយនឹងអ្នកតាដែលជាម្ចាស់ទឹកម្ចាស់ដីដែរហើយគាត់ក៏មិនចង់ប្រើមុនវិជាការអីធ្វើឲ្យមានរឿងធំដុំជានេះដែរគឺគាត់ចង់តែចរចានឹងមានសន្តិភាពរវាងគ្នានឹងគ្នាប៉ុណ្ណោះហើយបើបានអ្នកតាយល់ព្រមអញ្ចឹងគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះថាការងាររបស់គាត់គឺវាអាចបញ្ចប់ទៅលឿនហើយក៏អាចជួយមនុស្សបានលឿនផងដែរលួចដល់ព្រឹកឡើងពេលបងនីក្រៅពីសម្រានគាត់ជួយសម្រួលការងារក្នុងផ្ទះរបស់លោកអ៊ំសៀនជាធម្មតាហើយទឹកមុខរបស់គាត់មើលទៅស្រស់ថ្លានិងសប្បាយចិត្តណាស់អ៊ំសៀនក៏គាត់សួរទៅកាន់បងនីថាភ្ញាក់ពីដេកឡើងមកមើលទៅអញញឹមជាប់នឹងសប្បាយចិត្តរឿងអីមែនបងនេះក៏គាត់ឆ្លើយទៅអ៊ំសៀនទាំងញញឹមថាអូគឺរឿងព្យាបាលអ្នកជំងឺនោះណាយប់មិញនេះគឺខ្ញុំបានធ្វើពិធីចរចាជាមួយនឹងអ្នកតាលើកទី3គឺទីបំផុតអ្នកតាគាត់យល់ព្រមហើយក៏ដោះលែងព្រលឹងបរមម្នាក់នោះដើម្បីឲ្យមកចូលរូបវិញដែរអញ្ចឹងពេលថ្ងៃបន្តិចអ៊ំទៅផ្ទះអ្នកជំងឺជាមួយខ្ញុំដើម្បីប្រាប់ឲ្យប្រពន្ធរបស់គេពឹងពោរោគមនុស្សចាស់ដែលចេះរៀបសធរបាយសីនោះឲ្យគាត់ធ្វើថ្មីឡើងមកវិញយប់នេះខ្ញុំនឹងធ្វើពិធីខាព្រលឹងផ្គុំរូបផ្គុំធាតុដើម្បីឲ្យព្រលឹងរបស់បរិមម្នាក់នោះចូលមកក្នុងខ្លួនហើយព្យាបាលគេឲ្យមានសតិជាធម្មតាឡើងមកវិញអ៊ំសៀនលឺអញ្ចឹងគាត់ក៏សប្បាយចិត្តដែរធ្វើត្បិតតែបរិមម្នាក់នោះគាត់មិនសូវចូលចិត្តមែនក៏ប៉ុន្តែគាត់ហាក់ដូចជាបានធូរស្បើយដោយសារតែមិនមានទុក្ខធរៈអ្វីដែលត្រូវធ្វើឲ្យគាត់លំបាកទៀតនោះទេហើយពេលថ្ងៃគាត់ក៏បានទៅទាំងពីរនាក់គឺទៅផ្ទះស្ត្រីម្នាក់នោះដើម្បីប្រាប់ឲ្យគេរៀបចំទៅតាមអ្វីដែលបងនីប្រាប់ឲ្យធ្វើហើយយប់ឡើងបងនីក៏បានធ្វើពិធីអន្តងខាព្រលឹងបញ្ចូលរូបដើម្បីឲ្យបរិមម្នាក់នោះមានសតិមកជាធម្មតាវិញលុះធ្វើពិធីនោះចប់ឃើញថាបរិមម្នាក់នោះរៀងប្លែកបន្តិចគឺគេនឹកឃើញឃ្លានចង់ទាហូបនេះហូបនោះហើយក៏ចាប់ផ្ដើមស្គាល់មនុស្សនៅក្នុងភូមិបានខ្លះៗវិញហើយបងនេះក៏នៅព្យាបាលបរិមម្នាក់នោះរយៈពេល3ថ្ងៃគឺគាត់ស្រោចទឹកឲ្យព្រឹកល្ងាចហើយមុននឹងបងនេះលាអ៊ំសៀនត្រឡប់មកផ្ទះវិញគាត់ក៏បានធ្វើជាទឹកមុនឲ្យបរិមម្នាក់នោះទុកពិសាផងដែរដើម្បីឲ្យឆាប់ជាពីជំងឺហើយនឹងឆាប់មានកម្លាំងឡើងមកវិញហើយពេលដែលបរិមម្នាក់នោះមានស្មារតីគ្រប់គ្រាន់និងមានកម្លាំងកំហែងឡើងមកវិញប្រពន្ធរបស់គេរួមជាមួយនឹងអ្នកស្រុកភូមិក៏បាននិយាយរឿងរ៉ាវពីដើមដែលកើតហេតុដែលធ្វើឲ្យគេមានរឿងដូចនេះរហូតមកដល់រឿងរ៉ាវដែលបងនីបានជួយព្យាបាលនិងជួយខាព្រលឹងគេមកវិញនោះហើយគេក៏ចាប់ផ្ដើមដឹង
នឹងជឿថារឿងអបិយជំនឿគឺមានពិតប្រាកដមែនហើយនៅថ្ងៃដែលបងនេះរៀបចំត្រឡប់មកផ្ទះវិញប្តីប្រពន្ធរបស់គេទាំងពីរនាក់ក៏បានមកផ្ទះអ៊ំសៀនដើម្បីអរគុណទៅដល់បងនេះដែលបានជួយព្យាបាលជំងឺរបស់គេឲ្យជាសះស្បើយឡើងមកវិញហើយបងនេះគាត់ក៏បានណែនាំគេប្រមាណមកដែរថាលើកក្រោយបងទៅណាមកណាបងគួរតែស្វែងយល់ពីតំបន់ពីទឹកដីដែលគេរស់នៅទៅគេហៅថាចូលស្ទឹងតាមបត់ណាបងយើងមើលរបៀបរបបដែលគេធ្វើយ៉ាងម៉េចគឺយើងសម្របទៅតាមនឹងទៅដើមឈើកាលណាតែវាខ្ពស់វាធំជាងគេគឺវាលេចធ្លោវាងាយនឹងរងខ្យល់ជាងគេហើយណាបងអញ្ចឹងធ្វើជាមនុស្សរស់នៅឲ្យច្រឡំគេហើយត្រូវចេះសង្កេតពីបរិយាកាសជុំវិញខ្លួនថាតើរបៀបរបបរបស់គេវាយ៉ាងម៉េចទោះបីជាចង់មិនចង់ក៏ដោយយើងទៅដល់តំបន់របស់គេយើងត្រូវតែសម្របទៅតាមការរស់នៅរបស់គេនិយាយរួចពួកគេក៏បានអរគុណទៅកាន់បងនេះហើយបងនេះក៏សូមលាអ៊ំសៀននិងប្តីប្រពន្ធពីរនាក់នោះដើម្បីចេញមកផ្លូវធំរងចាំឡានឈ្នួលត្រឡប់មកវិញ